សូមស្វាគមន៍មកកាន់ Channel អំណានពុទ្ធិដូចនេះនៅក្នុងរដ្ឋភិចំណែកនៃរាត្រីនេះខ្ញុំបាទនឹងអំណានតចែកជូនដល់បងប្អូនជាសន្តាប់ដូចតទៅស្ដេចហង្សឆ្លើយថាពិតមែនហើយប៉ុន្តែសត្វក្អែកនេះមកពីប្រទេសឆ្ងាយណាស់គួរតែឲ្យចូលមកជួបហើយរក្សាទុកចាំពិនិត្យមើលឲ្យម៉ត់ចត់សិនសត្វប្រវឹកនិយាយតទៅទៀតថាយើងបានបញ្ជូនចារៈបរោះទៅហើយបន្ទាយការពារបានត្រៀមទុករួចហើយបើដូច្នោះយើងត្រូវឲ្យនាំសត្វសេកចូលមកសាកសួរហើយសំលែងឲ្យទៅវិញពេលនេះយើងមានកងទ័ពត្រៀមទុកហើយយើងនឹងចាំមើលវាពីចម្ងាយព្រោះថា60មានព្រាហ្មណ៍ម្នាក់បានប្រើទូតដែលឆ្លៀវឆ្លាតមុះមុតឲ្យសម្លាប់ស្ដេចបានព្រោះហេតុនោះបើយើងមានកងទ័ពក្លាហានចំរោមការពារម៉ត់ចត់ហើយទើបគួរជួបរាជទូតដែលមកពីប្រទេសឆ្ងាយលោកបានរៀបចំសភាសម្រាប់ទទួលភ្ញៀវសពគ្រប់ហើយស្ដេចហង្សក៏អនុញ្ញាតឲ្យសត្វសេកនិងសត្វក្អែកចូលទៅជួបកាលដើរចូលទៅសត្វសេកងើបក្បាលបន្តិចទៅដល់ហើយអង្គុយលើអាសនៈដែលគេរៀបចំទុកឲ្យទើបថ្លែងសារយ៉ាងឃ្លាវខ្លាថាបបិទ្ធព្រះអង្គស្ដេចកង្កោជាម្ចាស់របស់ទូតបង្គំដែលព្រះបាទត្រដោយផ្កាឈូករាជភ្លឺដែលកែវមណីដែលប្រដាប់ដោយមកុដនៃស្ដេចសាមន្តរាជដែលអោនសេរសាក្រាបគោរពត្រាស់បង្គាប់មកលោកថាបើចង់មានជីវិតរស់នៅឬប្រាថ្នាអិសរិយយសចូលប្រញាប់ចូលទៅថ្វាយបង្គំចំពោះព្រះបាទយើងបើមិនដូច្នោះទេចូលកិច្ចរត់ចេញទៅកាន់ទីដតីឲ្យឆាប់ទៅស្ដេចហង្សកាលបើបានស្ដាប់សេចក្តីថ្លែងសារនោះចប់សពគ្រប់ហើយក៏ក្រៀវក្រោធច្រឡោតតបទៅវិញថាក្នុងសភានេះឥតមាននរណាម្នាក់ដែលមានចិត្តចាប់ច្របាច់កប្រហើននេះទេឬអ្វីសត្វក្អែកងើបឡើងស្ទុះចូលទៅនិយាយថាបបិទ្ធព្រះអង្គសូមត្រាស់បង្គាប់មកចុះទូលបង្គំនឹងប្រហារអាសេកប្រហើននេះចោលឥឡូវនេះខណៈនោះសត្វប្រវឹកជាប្រធានរដ្ឋមន្ត្រីនិយាយសម្រុះសម្រួលស្ដេចហង្សនិងសត្វក្អែកថាព្រះអង្គស្ដាប់ទូលបង្គំជម្រាបសិនកុំអាលខឹងក្រោធដូច្នេះព្រោះថា61ទីណាមិនមានចាស់ប្រតិចាទីនោះមិនមែនជាសភាជនណាមិនពោលធរជននោះមិនមែនជាប្រតិចាទេពាក្យណាមិនមានសេចក្តីពិតពាក្យនោះមិនមែនជាធរទេត្រង់ណាមានតែការកេងប្រវ័ញ្ចត្រង់នោះមិនមានពាក្យពិតទេជនដែលប្រកបដោយធម៌មានលក្ខណៈដូចនេះ62រាជទូតសំបីជាជនមិនគប្បប្រសើរនិយាយពាក្យមិនគប្បីក៏មិនត្រូវសម្លាប់ដែរព្រោះគេជាមាត់នៃព្រះរាជាកណ្ដាលអាវុធជ្រងច្រាងភ្លឺស្ញាចយ៉ាងណាក៏ដោយក៏រាជទូតមិនចរចាអ្វីក្រៅពីពាក្យបង្គាប់ដែរ63នរណាណោជាអ្នកប្រាជ្ញអាចសម្គាល់ខ្លួនថាថោកទាបឬសម្គាល់សត្រូវថាខ្ពង់ខ្ពស់ព្រោះតែពាក្យសម្ដីរបស់រាជទូតនោះអាស្រ័យដែលហេតុថាគេមិនត្រូវសម្លាប់រាជទូតព្រោះរាជទូតត្រូវហ៊ាននិយាយទាំងអស់សពកាលទាំងពួងស្ដេចហង្សនិងសត្វក្អែកបានតម្កល់ចិត្តជាប្រក្រតីសត្វសេកក្រោកឡើងហើយសូមលាទៅវិញដោយសត្វប្រវឹកជូនដំណើរលុះនាំទៅដល់ក្រៅហើយក៏សម្ដែងអាការធ្វើជាសូមទោសឲ្យរង្វាន់ជាមាសនិងវត្ថុឯទៀតទើបបញ្ជូនសត្វសេកឲ្យត្រឡប់ទៅប្រទេសខ្លួនវិញសត្វសេកការត្រឡប់មកដល់ប្រទេសរបស់ខ្លួនវិញហើយក៏ចូលទៅថ្វាយបង្គំស្ដេចក្ងោកដែលជាម្ចាស់ខ្លួនស្ដេចក្ងោកពេលឃើញសត្វសេកត្រឡប់មកដល់ហើយក៏និយាយប្រស្រ័យនឹងសត្វសេកថាណែសេកឯងបានដំណឹងអ្វីខ្លះតើប្រទេសនោះមានស្ថានភាពដូចម្ដេចទៅសត្វសេកឆ្លើយតបថាបបិទ្ធព្រះអង្គ
បើពលឲ្យខ្លីត្រូវតែរៀបចំកងទ័ពត្រៀមធ្វើសង្គ្រាមពីឥឡូវនេះព្រោះប្រទេសនោះຕົកដូចជាឋានសួគ៌ចំណែកស្ដេចហង្សប្រៀបដូចជាម្ចាស់ឋានសួគ៌តើធ្វើម្ដេចនឹងពណ៌នាបានស្ដេចក្ងោកលុះបានហៅមន្ត្រីធំឲ្យចូលមកកាន់ទីប្រជុំហើយទើបប្រឹក្សាថាយើងសូមយោបល់ពីអស់លោកគ្រប់គ្នាតើយើងត្រូវចាត់ការអ្វីខ្លះបើទោះបីជាយ៉ាងណាយើងក៏ត្រូវតែធ្វើសង្គ្រាមពិតប្រាកដព្រោះថា64ក្តីមិនសន្តោសជាវិបត្តិនៃព្រាហ្មណ៍ក្តីសន្តោសជាវិបត្តិនៃព្រះរាជាក្តីខ្មាស់អៀនជាវិបត្តិនៃស្ត្រីផ្កាមាសក្តីមិនខ្មាស់អៀនជាវិបត្តិនៃកុលធីតាទាំងឡាយកាលនោះសត្មាជាប្រធានរដ្ឋមន្ត្រីពោលឡើងថាបបិទ្ធព្រះអង្គការធ្វើសង្គ្រាមបើធ្វើដោយការទាស់ចិត្តមិនមែនជាវិធីល្អទេព្រោះថា65កាលណាមិត្តរបស់អាមាត្យជាពួកអ្នកមានចិត្តស្រឡាញ់មានភក្តីភាពហើយមានទំនាស់ជាមួយសត្រូវកាលនោះគប្បីធ្វើសង្គ្រាម66ត្រូវបានផែនដីបានជាសម្ព័ន្ធមិត្តបានមាសនេះជាផល3ប្រការដែលគេធ្វើសង្គ្រាមដែលគេត្រូវធ្វើសង្គ្រាមកាលណាបើគេប្រកាសជាបានផល3ប្រការនេះហើយកាលនោះគេត្រូវធ្វើសង្គ្រាមស្ដេចក្ងោកថ្លែងបង្គាប់ថាចូលឲ្យមន្ត្រីដើរត្រួតត្រាកងទ័ពមើលត្រូវមើលអាវុធយុទ្ធភ័ណ្ឌនិងស្បៀងអាហារឲ្យដឹងសពគ្រប់រួចហើយត្រូវហៅហោរាមកឲ្យគុនគូមើលថ្ងៃដែលមានជោគជ័យដែលត្រូវចេញកងទ័ពសត្មានិយាយរំលឹកថាព្រះអង្គការចេញកងទ័ពទៅដោយរស់រានដូច្នេះមិនគួរក៏បីទេព្រោះថា67មនុស្សណាមិនបានពិចារណាកងទ័ពរបស់សត្រូវហើយចូលទៅប្រយុទ្ធដោយរស់រានមនុស្សនោះនឹងស្លាប់ក្រោមស្នាដៃរបស់សត្រូវជាក់ជាពុំខានឡើយស្ដេចក្ងោកពោលពាក្យត្រគោះបោះបោកបន្ទោសសត្មាថាណែលោកមន្ត្រីលោកឯងកុំមកបង្អាក់ធ្វើឲ្យយើងអន់ថយសេចក្តីក្លាហានដូច្នេះចូលលោកឯងនិយាយប្រាប់មកមើលតើនរណាអាចចូលទៅកាន់ប្រទេសសត្រូវហើយយកជ័យជំនះបានសត្មាឆ្លើយតបថាបបិទ្ធព្រះអង្គទូលបង្គំនឹងជម្រាបនៅហេតុផលល្អបានលុះត្រាតែទទួលប្រតិបត្តិតាមពាក្យលោកពោលទុកដូច្នេះថា68មានប្រយោជន៍អ្វីដែលការណែនាំព្រះរាជាឲ្យធ្វើតាមក្បួនច្បាប់បើទ្រង់មិនព្រមប្រតិបត្តិតាមសេចក្តីពិតមិនមែនគ្រាន់តែចេះដឹងថ្នាំហើយបំបត្តិជំងឺបានទេទូលបង្គំមិនហ៊ានប្រព្រឹត្តកន្លងព្រះរាជបង្គាប់ទេតែទូលបង្គំសូមជម្រាបតាមកិច្ចការដែលទូលបង្គំបានចេះដឹងមកសូមព្រះអង្គព្រះសម្ដាប់ដូចតទៅនេះ69បបិទ្ធព្រះរាជានៅពេលណាមួយដែលកងទ័ពជួបគ្រោះអាសន្ននឹងសត្រូវហើយគួរគប្បីលើកទ័ពចេញទៅកាន់ទីកន្លែងណាដែលមានស្ទឹងភ្នំព្រៃនិងបន្ទាយជាដើម70សេនាបតីនិងមេទ័ពពលដែលក្លាហានត្រូវដើរពីមុខទ័ពត្រូវដាក់ស្រីស្ដេចស្បៀងនិងពលដែលមានកម្លាំងខ្សោយនៅកណ្ដាលក្បួនទ័ព71ត្រូវដាក់កងទ័ពសេះនៅស្លាបទាំងសងខាងនៅសងខាងទ័ពសេះត្រូវដាក់ទ័ពរទេះនៅសងខាងទ័ពរទេះត្រូវដាក់ពលដំរីនៅសងខាងពលដំរីត្រូវដាក់ពលថ្មើរជើង72សេនាបតីត្រូវដើរខាងក្រោយកងទ័ពដើម្បីកម្លាំងទឹកចិត្តកងទ័ពដែលអន់ថយសេចក្តីក្លាហានព្រះរាជាចោមរោមដោយរដ្ឋមន្ត្រីជាទីប្រឹក្សានិងមេទ័ពខ្លាំងក្លារបស់ទ្រង់ជាអគ្គបញ្ជាការកងទ័ព73ត្រូវចេញទ័ពចូលទៅក្នុងទីមិនរាបស្មើនិងភ្នំក្រំថ្មដោយកងទ័ពដំរីក្នុងទីវាលដោយកងទ័ពសេះក្នុងទីទឹកដោយកងទ័ពជើងទឹកក្នុងទីទាំងពួងដោយកងទ័ពថ្មើរជើង
74ក្នុងរដូវភ្លៀងលោកសម្ដែងទុកថាត្រូវធ្វើដំណើរដោយកងទ័ពដំរីរដូវក្រៅពីនោះត្រូវប្រើកងពលសេះឯពលថ្មើរជើងប្រើបានគ្រប់ពេលទាំងអស់75គប្បីប្រយ័ត្នរក្សាព្រះរាជាទុកក្នុងភ្នំឬតាមផ្លូវដែលគេទៅបានដោយលំបាកសូម្បីព្រះអង្គមានកងទ័ពក្លាហានចោមរោមរក្សាល្អហើយក្តីទ្រង់ក៏ត្រូវតាំងចិត្តឲ្យមានសេចក្តីស្ងប់ជាដរាប76ទ្រង់ក៏បីបំផ្លាញសត្រូវសម្លាប់សត្រូវញោមញីសត្រូវឲ្យខ្សោយដោយការបំផ្លាញបន្ទាយភូមិគ្រឿងការពារការចូលទៅដល់ក្នុងបរទេសហើយត្រូវបញ្ជូនទ័ពព្រៃជាមុន77ព្រះរាជាគង់នៅទីណាត្រូវមានឃ្លាំងនៅទីនោះបើមិនមានឃ្លាំងគឺមិនមានរាជព្រះរាជាទ្រង់ត្រូវប្រកបដោយប្រតិយទូលាយទ្រង់ត្រូវប្រទានរង្វាន់ដល់កងទ័ពណាក្លាហានតែសេចក្តីពិតតើកងទ័ពណាមួយដែលមិនច្បាំងដើម្បីព្រះរាជា78មកពិតព្រះរាជាមនុស្សមិនមែនជាខ្ញុំបម្រើរបស់មនុស្សទេមនុស្សជាខ្ញុំបម្រើរបស់ទ្រព្យការបានទៅជាបុគ្គលខ្ពង់ខ្ពស់ឬការធ្លាក់ខ្លួនជាបុគ្គលអន់ទាបស្រេចតែមានទ្រព្យឬក្រីក្រប៉ុណ្ណោះ79ត្រូវចូលទៅប្រយុទ្ធកុំឲ្យបែកទ័ពហើយប្រយ័ត្នមើលគ្នាកងទ័ពណាអន់ខ្សោយកម្លាំងត្រូវប្រមូលមកទុកកណ្ដាលក្បួនទ័ព80ព្រះរាជាត្រូវដាក់កងទ័ពថ្មើរជើងនៅខាងមុខកងទ័ពកាលបើបង្ក្រាបសត្រូវបានហើយព្រះអង្គត្រូវប្រថាប់នៅបង្ក្រាបស្ដេចរបស់សត្រូវឲ្យរៀបបន្តទៀត81ទ្រង់ក៏បីចូលទៅប្រយុទ្ធក្នុងទីវាលដោយកងទ័ពប្រទេសនិងកងទ័ពសេះក្នុងទីទឹកដោយកងទ័ពទូកនិងដំរីក្នុងទីព្រៃដោយកងទ័ពធ្នូក្នុងទីគោកដោយដាវខែលនិងអាវុធផ្សេង82ទ្រង់ត្រូវបំផ្លិចបំផ្លាញរឿយនៅវាលស្មៅស្រូវអង្ករសត្រូវហើយបង្អត់កុំឲ្យមានទឹកមានអុសត្រូវទម្លាយទំនប់ទឹកកំពែងនិងគូទឹក83បណ្ដាកងទ័ពទាំងអស់កងទ័ពដំរីជាកងទ័ពសំខាន់ជាងគេសម្រាប់ព្រះរាជាមិនមានកងទ័ពអ្វីប្រសើរជាងឡើយព្រោះដំរីសូម្បីតែអវយវៈរបស់វាក៏ទុកថាជាអាវុធ8ប្រការបានស្រេចហើយ84សេះជាកម្លាំងនៃកងទ័ពគេទុកថាជាកំពែងដើរបានព្រោះហេតុនេះបើព្រះរាជាអង្គណាប្រកបដោយកងទ័ពសេះច្រើនក្រៃលែងជាងសត្រូវហើយក៏ឈ្មោះថាមានជ័យក្នុងសង្គ្រាមផ្លូវគោក85ទាហានណាឡើងសេះចូលប្រយុទ្ធសំបីទេវតាក៏លំបាកយកឈ្នះទាហាននោះបានដែរពួកសត្រូវបើទោះបីជានៅឆ្ងាយក៏ទុកដូចជាធ្លាក់មកក្នុងកណ្ដាប់ដៃស្រេចទៅហើយ86ក្នុងគ្រាដំបូងនៃយុទ្ធសង្គ្រាមការរក្សាកងទ័ពទុកឲ្យគ្រប់សពគេទុកជាគោលដ៏សំខាន់ព្រោះការត្រួសត្រាយផ្លូវក្នុងទិសទាំងពួងជានីតិនៃកងទ័ព87លោកពោលថាកងទ័ពដែលប្រសើរនោះគឺជាកងទ័ពដែលមាននិស្ស័យក្លាហានពីកំណើតប៉ិនប្រសពក្នុងការកាន់អាវុធមានសេចក្តីអត់ធន់នៅពេលខ្សោយកម្លាំងហើយមានចិត្តអង់អាចជាប្រមុខ88បបិទ្ធព្រះរាជាមនុស្សក្នុងលោកចូលទៅច្បាំងដោយក្លាហានព្រោះចង់បានកិត្តិយសពីម្ចាស់ខ្លួនមិនមែនដែលចង់បានទ្រព្យនោះទេ89កងទ័ពមានចំនួនតិចតែសុទ្ធសឹងយល់ច្បាប់អំពីក្បួនសឹកទៅប្រសើរឯកងទ័ពមានចំនួនច្រើនតែសុទ្ធតែកងទ័ពអស់ជំរឹះមិនល្អទេព្រោះកងទ័ពអស់ជំរឹះបណ្ដោយឲ្យចាញ់ងាយហើយនាំឲ្យទាហានដែលយល់ច្បាស់អំពីក្បួនសឹកយកជ័យជំនះថែមទៀតផង